ទី1អធិបតេយ្យភាពទឹកដីរបស់ខ្ញុំត្រូវរក្សាកន្លែងឯងត្រូវរក្សាឈៀតថយចេញវិញថយវាងាយដកថយទី2ត្រៀមលក្ខណៈជាប់ជំនួយបើសិនជានៅអូសបន្លាយទូវុធវាយចាំកាត់ហើយវានឹងរៀលត្រឹមមកព្រួយពុកស្រាប់យឺឬមួយក៏រៀលទៅដល់ពុកទៀត4តំបន់តាកបីលំវែងនេះឬមួយក៏រៀលទៅដល់ពុកភាគ5និងពុកភាគ3ទៀតក៏កុំវាយតាមដោយសម្រាប់បើសង្គ្រាមប្រទេសនិងប្រទេសគឺត្រូវវាយទាំង3ពុកភាគវាយទាំងពុកភាគ3ពីខេត្តកោះកុងប្រចាំយាមរហូតមកដល់ខេត្តពោធិ៍សាត់ហើយខេត្តបាត់ដំបងប្រទេសវិជ័យវាយរហូតទៅដល់ឧត្តរវិជ័យដល់ព្រះនេះបើសិនជាសង្គ្រាមទ្រង់ទ្រាយធំបែបឈ្លានពានវាយកម្រិតប្រទេសនេះហើយគឺជាការពិតជើងទឹកក៏វាយគ្នាជើងទឹកទៀតបងប្អូនចង់អញ្ចឹងទេ